ខ្ញុំមកប្រាប់លោកដុកទ័រថាខ្ញុំจะព្រមទៅធ្វើជាពេទ្យសមាជិកនៅទីនោះហើយតើគេសម្រេចទៅថ្ងៃណាដែរអូនេះក៏ច្បាស់ហើយមែនទេលោកគ្រូខ្ញុំមិនបានបង្ខំទេណាបើគិតថាលំបាកក៏មិនបាច់ទៅទេបាទខ្ញុំយល់ហើយតែនេះវាជាការសមាជិករបស់ខ្ញុំទៅវិញទេណាមួយខ្ញុំក៏ចង់ធ្វើរឿងបែបនេះយូរមកហើយពេលទៅដល់ទីនោះលោកនឹងជួបរឿងប្លែកៗដែលជីវិតរបស់លោកមិនធ្លាប់បានជួបមិនថាការរស់នៅនិងបរិយាកាសជុំវិញទេលោកត្រូវសម្របខ្លួនខ្លាំងទៅបានលោកគ្រូពេទ្យចំណុចនេះខ្ញុំចូលច្បាស់ហើយខ្ញុំក៏មិនខ្លាចនោះដែរទោះជាជួបរឿងអ្វីក៏ដោយក៏ខ្ញុំត្រូវតែធ្វើការងារមួយនេះឲ្យបានសម្រេចដែរអញ្ចឹងខ្ញុំជូនពរលោកឲ្យសុខសប្បាយនិងបញ្ចប់បេសកកម្មមួយនេះបានឲ្យជោគជ័យនៅទីនេះរងចាំលោកជានិច្ចណាបាទអញ្ចឹងខ្ញុំមានការជាមួយលោកដុតទ័រតែប៉ុណ្ណឹងទេសប្តាហ៍ក្រោយខ្ញុំនឹងចេញទៅទីនោះហើយនេះកូនគិតច្បាស់ហើយអីថាកូននឹងទៅនៅទីនោះបាទខ្ញុំគិតច្បាស់ហើយខ្ញុំចង់សាងអនុស្សាវរីយ៍ល្អៗឲ្យបានច្រើនព្រោះជីវិតយើងខ្លីណាស់គួរតែធ្វើរឿងល្អៗដែលជាការចងចាំសម្រាប់ជីវិតរបស់យើងជីវិតយើងមិនខ្លីទេណាកូនវែងសំលមុំឲ្យយើងអាចធ្វើរឿងជាច្រើនដែលយើងចង់ធ្វើបានម៉ាក់សប្បាយចិត្តណាស់ដែលកូនមានចិត្តគំនិតបែបនេះតែត្រូវសន្យាជាមួយម៉ាក់ហ្នឹងពេលកូនត្រឡប់មកវិញត្រូវតែរកកូនប្រសាឲ្យម៉ាក់ហ្នឹងបឋមមិនក៏ចង់ឲ្យខ្ញុំយកតែប្រពន្ធបែបនេះខ្ញុំមិនទាន់ចង់បាននោះទេខ្ញុំនៅក្មេងគឺចង់នៅជាមួយម៉ាក់ឲ្យបានយូរបែបនេះហើយចុះប្រឹងទៅនៅដល់ណាទៀតមិនមែនក្មេងទៀតទេហ្នឹងហ្វេនគេខមមិនថាកូនមុខចាស់មិនស័ក្តិសមនឹងទូស្រីនិយាយលេងទេណាកូនហើយហ្វេនចេះតែបង្អាប់ខ្ញុំនឹងណាម៉ាការប៉ັດខ្ញុំសង្ហាសង្អីមិនអត់ហ្វេនកំពុងមើលណែកូនម៉ាក់មិននិយាយលេងទេហ្នឹងវ័យកូនក៏ល្មមដល់ពេលមានគ្រូសាហើយក្មួយចេននេះគេក៏ស្រឡាញ់កូនណាស់ដែរម៉ាក់ថាកូនគូតែបើកចិត្តទទួលនាងទៅមិននិយាយទេហ្នឹងមានស្រីស្អាតហើយថែមទាំងជាតារាល្បីគេមកស្រឡាញ់កូននោះតែខ្ញុំមិនចង់បានគូជីវិតជាតារាទេណាម៉ាមានអីតិចតូចក៏ចេញព័ត៌មានតែរហូតសុំត្រឹមតែអ្នកសាមញ្ញតែប៉ុណ្ណឹងគឺបានហើយនេះមនុស្សល្អមានគ្រប់យ៉ាងដូចជាក្មួយចេននេះហើយនៅតែមិនត្រូវចិត្តទៀតតិចរើសចុះរើសឡើងតិចបានមីម៉ាយកធ្វើប្រពន្ធទៅម៉ាក់មិនព្រមទេហ្នឹងហើយចុះមានបានប្រាប់ប៉ាហើយនៅថាកូនត្រូវតែធ្វើពេទ្យស្ម័គ្រចិត្តនៅតាមខេត្តនោះខ្ញុំបាននិយាយជាមួយគាត់ហើយគាត់ក៏ព្រមដែរគាត់ថាឲ្យតែខ្ញុំគាត់ថាត្រឹមត្រូវហើយសប្បាយចិត្តនោះគាត់មិនហាមទេណាម៉ាតែខ្ញុំពិតជាមិនព្រមទេណាវិញម៉ាក់ក៏យកខ្លួនទៅឲ្យលំបាកបែបនេះនៅទីក្រុងស្រួលមិនចង់ទេតែវេទនាអីនៅតាមខេត្តនោះក្តារក៏ក្តាញ់ហូបចុកក៏គ្មានអនាម័យអ្នកមីងកុំឲ្យដាវីតទៅអីហ្នឹងតាមចិត្តមីងមិនចង់ឲ្យកូនដាវីតធ្វើបែបនេះទេតែក្មួយក៏ដឹងមានអ្នកណាអាចហាមគេបានទេជាពិសេសចំពោះរឿងនេះគេប៉ងធ្វើយូរហើយអញ្ចឹងហើយមីងមិនចង់ចំទាស់ចិត្តកូនទេតែវាពិតជាមិនងាយស្រួលទេណាវិញវិសាគិតទៅមើលនៅស្រុកស្រែខ្វះគ្រប់មុំដែលក៏មិនដឹងយ៉ាងម៉េចគ្រាន់តែគិតក៏លំបាកទៅហើយចុះពាក់ព័ន្ធនេះនឹងចេញនេះទៅខ្ញុំលំបាកក៏ជាខ្លួនខ្ញុំមិនឲ្យចេញនេះទៅលំបាកជាមួយនោះទេខ្ញុំសម្រេចចិត្តហើយនាងមកចេះដឹងធ្វើអីទៅមិនក៏កូននិយាយបែបនេះក្មួយចេននេះនិយាយបែបនេះក៏ព្រោះតែនាងបារម្ភពីកូនយល់ដល់ចិត្តនាងផងទៅ
ខ្ញុំបារម្ភពីវិញខ្ញុំមិនចង់ឲ្យវិតទៅលំបាកនៅកន្លែងបែបនោះទេការងារសង្គមការងារមនុស្សធម៌ក៏ធ្វើតែចាស់ខ្ញុំមិនហាមទេតែកុំធ្វើឲ្យខ្លួនឯងទៅលំបាកបែបនោះអីចាំបើមានរឿងអីកើតឡើងចំពោះវិតនោះតើខ្ញុំគិតបែបណាទេក្មួយចេនីនិយាយក៏ត្រូវមកយ៉ាងដែរពិតជាគ្រោះថ្នាក់ខ្លាំងណាស់នៅតាមដឹងជាផ្ញើធ្វើអីទេក្មួយនាំតែប្របាក់មកលេងតែខ្លួនមីងក៏សប្បាយចិត្តទៅហើយទឹកមកទៅជាកម្មនេះល្អសម្រាប់សុខភាពណាស់ណាមីងជាពិសេសគឺសម្រាប់នោះចាស់ដូចជាលោកចេះពិសាទៅបើកម្លាំងហើយធ្វើឲ្យយើងមានសុខភាពល្អថែមទៀតអូល្អមែនអើចឹងយាយដឹងតែបានរបស់ជំនួយទៀតហើយយាយអរគុណហើយណាចៅបាទមិនអីទេលោកចេះនេះគ្រាន់តែទឹកចិត្តបន្តិចបន្តួចតែប៉ុណ្ណោះនេះបើលោកយាយពិសាត្រូវចាំថ្ងៃក្រោយខ្ញុំទិញជូនយាយពិសាទៀតមិនអីទេចៅប៉ុណ្ណឹងក៏ក្រែងចិត្តទៅហើយណាមួយខាងយាយនេះក៏មិនដែលបានឲ្យអីទៅខាងគ្រួសារចៅវិញសោះហើយបើឲ្យគឺមានតែដំណាំហូបផ្លែឯចៅក៏មានចំការដំណាំដែរចឹងហើយក៏មិនដឹងថាឲ្យអីនោះបាទមិនអីទេណាលោកចេះត្រឹមលោកចេះមិនប្រកាន់ខ្ញុំពេលដែលខ្ញុំមកលេងទីនេះញឹកញយពេកទៅគឺបានទៅហើយគឺខ្ញុំអរគុណដែរទៅហើយចៅខេមរានិយាយបែបនេះធ្វើដូចជាពួកយើងឆ្ងាយគ្នាអញ្ចឹងគ្រូសាចៅនិងគ្រូសាយាយរាប់អានគ្នាយូរហើយចាត់ទុកដូចជាសាច់ញាតិខ្លួនឯងចោះបើចៅចង់មកលេងផ្ទះយាយស្វាគមន៍24ម៉ោងបាទលោកចេះខ្ញុំអរគុណណាស់និយាយដឹងតើថាចៅមកចង់ជួបអ្នកណានោះឃើញថានៅក្រោយផ្ទះមិននេះទេចៅទៅរកចោះបាទលោកចេះអញ្ចឹងខ្ញុំសូមទៅរកនាងសិនហើយលោកតាប៉ែបើមិនពេលស្ម័គ្រចិត្តចុះពិនិត្យចាស់ចាស់ក្នុងភូមិបែបនេះគឺសម្រាប់បន្ទុកចំណាយរបស់អ្នកភូមិបានខ្លាំងប្រធានអ្នកភូមិយើងអ្នកមានជាបុគ្គលខ្វះខាតមានច្រើនសឹងថាពេលឈើគ្មានលទ្ធភាពមើលខ្លួននោះទេប៉ាក៏គិតអញ្ចឹងដែរឮថាមក3ខែបានបែបនេះគឺល្អណាស់បានមកពិនិត្យសុខភាពជនចាស់ចាស់ហើយក៏បានបង្រៀនពីវិធីថែទាំសុខភាពនិងរបៀបនៃការហូបចុកឲ្យបានត្រូវតាមក្បួនព្រោះថាមនុស្សយើងភាគច្រើនតែឈឺគឺមកពីការបរិភោគអាហារមិនបានត្រឹមត្រូវនឹងឯងត្រូវឲ្យលោកប៉ែងកាលណាយើងថែទាំសុខភាពបានល្អការហូបចុកបានល្អមានអនាម័យសុខភាពយើងមិនងាយឈឺទេជាពិសេសការធ្វើលំហាត់ប្រាណជាប្រចាំគឺសំខាន់ដូចគ្នាកូនមើលតែលោកតារបស់កូនចោះតាំងពីប៉ាកើតមកមិនដែលឃើញគាត់ត្អូញថាឈឺឬក៏អីនោះទេព្រោះតែលោកតាគាត់ចូលច្បាស់ពីការថែទាំសុខភាពការហូបចុកតែអាហារដែលធម្មជាតិនិងមានអនាម័យណាមួយគាត់ជំនួសឧស្សាហ៍ទៀតឃើញទេថាគាត់មិនដែលឈឺទេសុខភាពរបស់លោកគឺល្អណាស់ព្រោះតែគាត់ជាមនុស្សឧស្សាហ៍នឹងហើយគាត់សកម្មចឹងហើយក៏ដូចជាសកម្មភាពហាត់ប្រាណមួយដែរណាប៉ែនេះកំពុងតែនិយាយគ្នាពីអ្វីតែលោកពូនិងដារីកាគឺនិយាយគ្នាលេងពីនេះពីនោះនឹងណានេះក្មួយខេមរាមកអញ្ចឹងគឺល្អហើយចុចចែកគ្នាលេងជាមួយប្អូនចោះពូរវល់បន្តិចណាមកទីហើយមករយៈនេះលោកមកទីនេះញឹកគឺខ្ញុំយករបស់ឲ្យលោកនេះលោកចាងវាងហើយនាងខ្ញុំមកមានការអីសំខាន់ដែរមែនទេចានៅដើមខែក្រោយនេះខាងក្រុមហ៊ុននឹងបើកកាមេរ៉ាថតរឿងថ្មីហើយខ្ញុំចង់តាក់ទងចិននេះឲ្យមកថតក្នុងរឿងមួយនេះអូយចាគឺពិតជាបានណាពីព្រោះថាខែក្រោយនេះចិននេះក៏ទៅតែថតបញ្ចប់រឿងទាស័យបេះដូងដែរបានលោកចាងវាងតាក់ទងមកបែបនេះគឺល្អតែម្ដងមានការងារធ្វើជាបន្តបន្ទាប់ហើយចុះចំណាយតួឯកប្រុសវិញនោះជាអ្នកណាដែរទៅតួឯកប្រុសគឺលោកសក្តាតែខ្ញុំយកចិននេះមកមិនមែនធ្វើជាតួឯកទេនាងគឺជាតួរងក្នុងរឿងនេះហាថាម៉េចឲ្យចិននេះដើរតួហីហងមែនទេចាមិនបានទេណាលោកចាងវាងចិននេះជាតួក្រែតអេដើរតួសិតតែជាតួឯកលោកចាងវាងឲ្យនាងធ្វើជាតួហីហងមិនបានទេខូចក្រេឌីតតួខ្ញុំអស់ហើយកុំអាចច្រឡោតណាតួរងម៉ែតែនាងក៏ជាតួធំដែរមានសិនក៏ច្រើនដូចជាតួឯកដែរហើយតម្លៃខ្លួននាងក៏ខ្ញុំឲ្យដូចជារឿងមុនដែរមិនបានកាត់ថ្លៃឬក៏មិនទៀតនោះទេតែអូនចិននេះគឺជាតួឯកជាតួក្នុងដួងចិត្តរបស់មហាជនធ្លាប់លេងតែជាតួឯកសុកឲ្យមកធ្វើជាតួហីហងមិនសមទេណាមិនអាចទម្លាក់ក្រេឌីតតួខ្ញុំបានទេនិយាយថាម៉េចលោកចាំងវាងពិសិដ្ឋលើកនាងនីគីឲ្យធ្វើជាតួឯកមែនទេឲ្យខ្ញុំធ្វើជាតួរៃរងដេកសម័យទេខ្ញុំមែនទេដែលសុកចិត្តនៅក្រោមនាងនោះកំពុងតែបញ្ចូលចិត្តស្រាប់ផងក៏ប៉ុន្តែលោកបានបញ្ជាក់ហើយត្បិតអូនជាតួហងតែអូនជាតួហងសំខាន់នៅក្នុងរឿងមានស៊ីនក៏ច្រើនហើយតម្លៃអូនគាត់ក៏មិនបញ្ចុះដែរគាត់គិតដូចតម្លៃក្នុងរឿងមុនដែរតើ
តែខ្ញុំមិនព្រមទិញខ្ញុំជាទូ grade A ធ្លាប់លេងតែទូឯងមកទម្លាក់ credit ខ្ញុំបានយ៉ាងម៉េចទិញតើតែមានអ្នកណាហៅខ្ញុំថតធ្វើជាទូឯងទៀតទិញឯងគឺឯងណាមិនមែនជាទូរងទិញនាងនោះវាប្រាំយាអីដាក់មកចាប់ផលិតកម្មទិញបានជាគេយកវាធ្វើជាទូឯងបែបនេះរឿងនេះប្រកាសជាមានអីនៅពីក្រោយខ្នងហើយ បើតាមមើលគុណសម្បត្តិរបស់នាងនីគីនោះក៏គ្មានគុណសម្បត្តិធ្វើជាទូឯកអីដែរគឺពិតជាអញ្ចឹងពិតមែនណាឬមួយក៏ពួកគេមានតំណែងតំណងអីលាក់បាំងជាមួយពួកយើងទេដឹងហ៎ ខ្ញុំត្រូវតែដឹងឲ្យបានថានាងនោះវាប្រាំយាអីជាមួយលោកចាំងវាងទិញខ្ញុំជឿប្រកាសណាស់វាប្រកាសជាយកខ្លួនទៅដូរនឹងតំណែងទូឯកនោះហើយវាចាំឈ្នះខ្ញុំវាប្រកាសជាប្រើគ្រប់វិធី ហើយចុះចំណែកអូនវិញនោះព្រមទទួលថតរឿងនេះជាមួយនាងនីគីដែរទេហ៎បើអូនខ្លាចធ្លាក់ credit បងថាបដិសេធគេវិញទៅបងនេះមិនទាន់បានឆ្លើយថាអូខេជាមួយគេទេណា អត់ទិញទូសំខាន់ដូចជាខ្ញុំគ្មានថ្ងៃធ្លាក់ credit ទិញហើយបើខ្ញុំមិនថតនោះក៏គ្មានឱកាសបានដឹងពីតំណែងតំណងរបស់ពួកគេថាយ៉ាងម៉េចដែរបងអាចចម្លើយគេទិញថាខ្ញុំព្រមថន ចាបងនឹងជូនដំណឹងទៅគេឥឡូវនេះភ្លាម ខ្ញុំអរគុណហៀហើយណាដែលប្រឡាការឲ្យខ្ញុំបានធ្វើជាទូឯកក្នុងរឿងថ្មីមួយនេះខ្ញុំសន្យាថានឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ខ្ញុំប្រាប់ហើយតាថារឿងនេះមិនមែនជាបញ្ហារបស់ខ្ញុំនោះទេឲ្យតែនាងព្រមជាមួយខ្ញុំតែបែបនេះនាងនឹងបានល្បីខ្លាចជាទូធំដូចជាចេននេះដែរ នេះហៀបបាននិយាយរឿងនេះជាមួយបងចេនីហើយគាត់ព្រមដែរទេព្រោះធម្មតានោះគាត់ធ្លាប់តែជាទូឯកគាត់ប្រហែលជាមិនព្រមទេដឹង ខ្ញុំបាននិយាយជាមួយអ្នកចាត់ការរបស់នាងហើយគេមិនទាន់បានផ្ដល់ចម្លើយនោះទេតែខ្ញុំគិតថានាងប្រកាសជាយល់នាងជាតួរងម៉ែតែក៏ជាតួសំខាន់នាងប្រហែលជាមិនប្រកាន់ទេមើលទៅនោះ ដែលខ្ញុំចង់ឲ្យហៀរបងចេនីមកសម្ដែងរឿងជាមួយខ្ញុំនោះព្រោះខ្ញុំស្រឡាញ់ការសម្ដែងរបស់គាត់ចង់មានការងារជាមួយគាត់សង្ឃឹមថាគាត់មិនបដិសេធទៅចា ខ្ញុំសូមលើកទូរស័ព្ទបន្តិចសិនអាឡូអ្នកនាងចេមីមានការអីមែនទេ គឺថានាងខ្ញុំខលទៅប្រាប់ដំណឹងថាអូនចេននេះព្រមទទួលថតរឿងនេះហើយគ្រប់យ៉ាងគឺដំណើរការទៅតាមធម្មតាចុះណា បាទខ្ញុំអរគុណណាស់រីករាយក្នុងការសហការងារជាមួយគ្នាជួបគ្នាឆាប់ៗក្នុងរឿងភាគថ្មីនេះ នរណាទេមកនឹងហៀ គឺអ្នកចាត់ការរបស់ចេននេះនឹងណានាងថាចេននេះយល់ព្រមថតរឿងនេះហើយនេះសំតាមបំណងរបស់និកីហើយណា ចាខ្ញុំរំភើបចិត្តណាស់ហើយស្រឡាញ់ហៀបបំផុតហើយអនុវ័យដែលខ្ញុំសុំមិនថាជាអ្វីនោះទេខ្ញុំនឹងតបស្នងដល់ហៀជាទីពេញចិត្តបំផុត តែរឿងរបស់យើងត្រូវតែទុកជាការសម្ងាត់មិនឲ្យអ្នកណាម្នាក់ដឹងរឿងនេះជាដាច់ខាតជាពិសេសនោះគឺប្រពន្ធរបស់ខ្ញុំបើមិនអញ្ចឹងទេយើងចាប់ទាំងអស់គ្នាហើយ ចាអ្នកណាទៅនិយាយរឿងនេះប្រាប់គេនោះខ្ញុំក៏ស្រឡាញ់កិត្តិយសរបស់ខ្ញុំដែររឿងយើងនឹងជាអាចកំបាំងរហូត
នាងចេននេះពេលនេះយើងអាចទៅឆ្នះនាងបានហើយនាងធ្លាប់មើលងាយខ្ញុំមែនទេចង់ដឹងពីទឹកមុខរបស់នាងនេះថាពេលដែលទួរងក្រងខ្ញុំនាងធ្វើមុខបែបណាប៉ាជូនពរកូនឲ្យធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពណាហើយពេលទៅដល់កុំភ្លេចទេមកប្រាប់អ្នកផ្ទះផងណា កូនវិនបើកូនខ្វះខាតអីកូនត្រូវតែខលមកម៉ាក់ភ្លាមហ្នឹងម៉ាក់នឹងធ្វើផ្ញើយកទៅឲ្យកូនភ្លាមកូនមិនធ្លាប់ពិបាកកូនមិនធ្លាប់ខ្វះខាតអញ្ចឹងហើយទើបម៉ាក់នៅតែបារម្ភ មិនអីទេណាម៉ានៅជនបទក៏មានរបស់ហូបឆ្ងាញ់ៗដែរតាជាពិសេសនោះគឺធម្មជាតិតែម្ដងនៅកំពង់ស្ពឺតំបន់ណាវិញទៅកូននេះយើងក៏ទៅតែមកពីកំពង់ស្ពឺពីថ្ងៃមុនដែរផ្ទះវិល័យមិត្តភ័ក្តិរបស់ម៉ាក់កូននោះដែរនេះបើក្រុមការងាររបស់កូនណាទៅតំបន់នោះប៉ាមិនសូវជាបារម្ភនឹងទេប៉ានឹងបានផ្ដាំផ្ញើឲ្យមើលកូនផងដែរ នេះកូនមានបានសួរក្រុមការងារហើយនឹងថាគោលដៅរបស់ពួកគេនៅណាវិញ មិនបានសួរទេម៉ាគិតថាទៅដល់នឹងដឹងហើយតែប្រហែលជាមិនមែនជាតំបន់មិត្តរបស់អ្នកម៉ាក់ទេដែរអាចទៅឆ្ងាយជាងនឹងទៀតក៏ថាបានដែរ មិនថាបែបណានោះទេទៅដល់ភ្លាមក៏ឆាប់ខលមកម៉ាក់ភ្លាមហ្នឹងបើសិនជាមានការខ្វះខាតអីក៏ត្រូវតែប្រាប់ម៉ាក់ដូចគ្នាដែរហ្នឹង បាទម៉ាខ្ញុំអរគុណណាស់អញ្ចឹងខ្ញុំសុំទៅសិនហើយកុំឲ្យក្រុមការងារគេរងចាំយូរជម្រាបលាលោកប៉ាណាម៉ា ចាកូនមានតែជាឈ្នះឲ្យមានសត្រូវហើយមានតែអ្នកស្រឡាញ់ចូលចិត្តឲ្យច្រើនផងទៅចាស់ណាកូន ហេតុតែស្រឡាញ់ការងារទោះជាទៅដល់កន្លែងហ្នឹងក៏ត្រូវតែទៅដែរកូននេះហាមយ៉ាងណាក៏មិនស្ដាំ គឺកូនកាត់មកបងនឹងហើយគឺថាបើចង់ធ្វើអីហើយត្រូវតែធ្វើឲ្យបានទោះលទ្ធផលយ៉ាងណាមិនសំខាន់បានធ្វើសិន អត់អ្នកសរសើរមែនទេបានជាមកសរសើរខ្លួនឯងបែបនេះកូនកាត់មករកខ្ញុំច្រើនជាងឧស្សាហ៍ព្យាយាមមិនងាយនឹងបោះបង់ទេ បងក៏ដូចគ្នាដែរតានេះថាតែបងទេម៉ាក់វាក៏មកសរសើរខ្លួនឯងដែរគេមិនបានសរសើរផងនោះ ឈប់និយាយជាមួយប៉ាវាហើយនិយាយជន់កែងរហូតឲ្យប្រពន្ធឈ្នះមិនបានទេឬក៏យ៉ាងម៉េច វិនអើយវិនតើឲ្យតតែបានមិនដឹងជាតែធ្វើការខ្មោចយកស្អីទេនៅកណ្ដាលវាជនបទបែបនេះនោះ ហើយបើគេទៅក៏ជារឿងរបស់គេតើឯងតែក្តៅក្រហាយអីទៅជីវិតគេស្រឡាញ់អ្វីដែលគេចង់ធ្វើគឺដូចជាឯងនៅពេលនេះអញ្ចឹងណា តើខ្ញុំមិនចង់ឲ្យគេទៅទីងមិនសូវបានជួបគេផងឥឡូវគេទៅឆ្ងាយបានទំនាក់ទំនងក៏កាន់តែឃ្លាតឆ្ងាយហើយ ណែចេននេះបងប្រាប់អ្វីឲ្យដឹងបន្តិចចុះណាមនុស្សយើងណាបើគេមានចិត្តស្រឡាញ់យើងទោះឆ្ងាយប៉ុណ្ណាក៏ដោយក៏គេនៅតែនឹកយើងតាក់ទងមកយើងប៉ុន្តែផ្ទុយទៅវិញបើគេគ្មានចិត្តលើយើងទៅហើយនោះទោះចិត្តប៉ុណ្ណាក៏មានអារម្មណ៍ថាដូចជាឆ្ងាយនៅជើងមេឃអញ្ចឹងណា ចាំតែមើលចាស់ណាថ្ងៃណាមួយខ្ញុំទៅរកគេដល់ទីនោះបណ្ដោយឲ្យគេទៅបែបនេះពួកនាងបុគ្គលិកពេនឲ្យដៃគេស្លាប់ហើយ អត់ទេបងមិនឲ្យឯងទៅណានោះទេណាការងារមានឲ្យរាល់ថ្ងៃហងហត់ចោលការងារដូចជាថ្ងៃមុនមែនទេបងមិនព្រមទេណា ខ្ញុំមានបាននិយាយថាទៅថ្ងៃនេះឬក៏ថ្ងៃស្អែកឯហ្នឹងខ្ញុំនិយាយថាដល់ពេលខាងមុខទៀតបងកំភៃអីខ្ញុំមិនបះបង់ការងារចោលទេ បងនេះខ្លាចតែឯងទម្លាក់ការងារចោះហើយរត់ទៅតាមប្រុសដូចជាថ្ងៃមុនទៀតណាណែចេននេះបងថាមើលទៅលោកដុកទ័រម្នាក់នោះដូចជាគ្មានចិត្តអីលើឯងសោះគេមិនបានស្រឡាញ់ឯងទេដឹងអីបងថាព្រមប្រឡែងគេទេប្រុសអ្នកមានច្រើនណា
ឲ្យតែឯងនិយាយថាអូខេមួយម៉ាន់បងនឹងយល់ព្រមរកឲ្យឯងភ្លាម បងចែមីងខ្ញុំមិនមែនជាស្រីលក់ខ្លួនទេណាទោះពេលនេះវីតគេមិនទាន់ស្រឡាញ់ខ្ញុំ 100% ក៏ដោយតែខ្ញុំក៏មើលដឹងណាថាក្នុងចិត្តគេក៏មានខ្ញុំដែរខ្ញុំមិនបោះបង់កាប់ជាយាមទេមើលតែគ្រូសាររបស់គេក៏ពេញចិត្តនឹងខ្ញុំដែររឿងអីដែលខ្ញុំព្រមប្រឡែងគេនោះ តែបើគេមិនស្រឡាញ់អូនវិញនោះអូននឹងខាតពេលខូចទាំងឈ្មោះយល់ល្អតនរឿងនោះមិនបានកើតឡើងឬក៏មិនទាន់ល្បីសោះសាយអូនគួរតែដក